ណែហើយយ៉ាភ្លេចខ្លួនថាស្លៀកពាក់បែបនេះដូចជាមនុស្សឈួតនៅក្នុងសម័យបុរាណអញ្ចឹងខុសគេខុសឯងដូច្នេះគួរតែផ្លាស់ប្ដូរសម្លៀកពាក់សិនប្រពន្ធខ្ញុំចង់ផ្លាស់ប្ដូរសម្លៀកពាក់ថ្មីថ្មីត្រូវប្រាប់បន្ទុកផ្ញើផ្អា5បន្ទុកចំណែកទេអូខេកាយោអូបានសម្រាប់ថៃលោកអើជិះប្រពន្ធកូនប៉ាពិតជាយល់ចិត្តមែនហូប៉ុណ្ណេះរៀងក្រាន់បានបន្តិចសង្ហាម៉ែឪអាសង្ហាហើយអ្នកមើលលោកស្រឡាញ់ខ្ញុំហើយមែនទេបងបានសម្រាប់ចៅហៃហ៊ូនឹងប៉ាពូរបស់គេមកទីនេះឥឡូវថែមតាមតដានត្រសម្បត្តិរបស់គេមកទៀតបើសិនជារឿងនេះលេចលើតែក្រៅនោះគ្រួសាររបស់យើងគិតយ៉ាងម៉េចទេអាចារ្យកុំអារម្មណ៍អីឈុនឡានពួកអក្សរសំណល់ភ្នំខ្យល់ខ្មៅប្រហែលអ្នកនោះគ្មានអ្វីនៅក្នុងភ្នែករបស់បងទេតាំងហេតុថាបងមានសមត្ថភាពប៉ុន្តែពួកចៅទាំងអស់នោះសម្រាប់មនុស្សអត់គិតទេទ្រព្យសម្បត្តិនេះប្រឡាក់បដៅឈាមពួកយើងមិនអាចចេះរបស់នេះទេដូច្នេះក៏មើលទៀតឥឡូវស្ដាប់ខ្ញុំកុំនៅនាំឲ្យយឺតពេលទៀតតែហើយពួកដងជើងទីនេះពួកយើងចេញដំណះទេបានស្អាតស្អាតមែនទេមើលចាស់នេះត្រូវអីគួរឲ្យស្រឡាញ់មែនម៉ែហ្នឹងបងស្រីទី2បងថ្លៃខ្ញុំឃើញភ្លើងគប់ជាច្រើននៅជម្រាលភ្នំគឺច្បាស់ជាចោលនៅសេសសល់ពីបន្ទាយភ្នំខ្យល់ខ្មៅនោះហើយបើឲ្យទប់ទល់ជាមួយតែម្នាក់គឺខ្ញុំមិនខ្លាចទេប៉ុន្តែបើត្រូវការពារអូនថ្លៃទាំង5នាក់បែបនេះឡានអស់រោរបស់ខ្ញុំគឺមិនអាចជិះបានដល់6នាក់នោះទេមិនអាចបន្ថយជីវិតទេត្រូវតែដកថយសិនបែបនេះចុះពួកឯងទៅតាមច្រកតូចនៅក្រោយភ្នំចាំបងទប់ទល់ជាមួយនឹងវាហើយបងថ្លៃមិនបានទេអាចារ្យបានហើយឯងក៏ឃើញហើយដែរកម្លាំងស្រីទុនខ្សោយពួកឯងទៅដល់កន្លែងទីទួលសុវត្ថិភាពមុនបន្ទាប់មកចាំបងទៅតាមក្រោយបងថ្លៃគាត់និយាយត្រូវណាស់ពួកយើងជាស្រីដែលទុនខ្សោយមនុស្សច្រើននាំតែពិបាកទេណាដូច្នេះកុំរំខានគាត់ទុកឲ្យគាត់ចាត់ការទៅអញ្ចឹងក៏អញ្ចឹងទៅប៉ុន្តែបងថ្លៃត្រូវប្រយ័ត្នចាបងដឹងហើយបងនឹងថាបងទៅធ្វើអ្វីឲ្យពួកឯងប្រញាប់ទៅមើលថែគ្នាបានល្អណាទៅបាត់ហើយមែនទេអូប្រពន្ធនិយាយថាបានធ្វើឲ្យភ្ញាក់ផ្អើលទទួលបានបន្ទុក500នោះនឹងមានការចាប់ឆ្នោតអាត់កំបាំងមួយពេលនេះគឺជាឱកាសល្អរបស់យើងដែលបញ្ចេញថ្មីដៃហើយពេលដែលយើងចូលទៅក្នុងក្រុងនោះច្បាស់ជាមានជនរងគ្រោះជាច្រើនពេលនោះយើងជួយសង្គ្រោះទទួលបានការចាប់អារម្មណ៍បន្ទុកក៏កាន់តែច្រើនឡើងមនុស្សគ្រប់គ្នាមិនថាកមុំឬក៏មេម៉ាយពេលដែលភ្ញាក់ផ្អើលនោះបន្ទុកនឹងផ្ទុះដូចជាគ្រាប់ម៉ែអញ្ចឹងហើយយ៉ាគ្រាន់តែនឹកឃើញក៏សប្បាយចិត្តរំជួលផ្លោកដែរណាណែហើយយ៉ាភ្លេចខ្លួនថាស្លៀកពាក់បែបនេះដូចជាមនុស្សឈួតនៅក្នុងសម័យបុរាណអញ្ចឹងខុសគេខុសឯងដូច្នេះគួរតែផ្លាស់ប្ដូរសម្លៀកពាក់សិនប្រពន្ធខ្ញុំចង់ផ្លាស់ប្ដូរសម្លៀកពាក់ថ្មីត្រូវប្រាប់បន្ទុកផ្ញើផ្អា5បន្ទុកចំណែកទេអូខេកាយោអូបានសម្រាប់ថៃលោកអើជិះប្រពន្ធកូនប៉ាពិតជាយល់ចិត្តមែនហូប៉ុណ្ណេះរៀងក្រាន់បានបន្តិចសង្ហាម៉ែឪអាសង្ហាហើយអ្នកមើលលោកស្រឡាញ់ខ្ញុំហើយមែនទេពួកឯងទាំងអស់គ្នាបើទោះបីជាតាំងសមាធិផ្លូវក្នុងក៏ត្រូវតែរកកំណាប់នោះឲ្យឃើញដែរនឹងហើយឬនោះអូនលបងទី2រកឃើញហើយឆាប់នាំគ្នាបានទៅពុតជិលអមែនណែបលជួអាមិនបានខ្លាចទៅជាជើងទៅវិញត្រូវហើយមិនបានទៅជាជើងអាចចោលគេបាញ់ឈិញហានអាចចោលផ្លុកជាប់ឯងសម្រាប់បោប្រូយើងហើយនៅលួចទ្រព្យសម្បត្តិរបស់ជើងទៅទៀតអើយលបងទី2ចិត្តតិចបន្តិចសិខ្ញុំគិតថាស្រីទាំងនោះនឹងអាចចង្រៃឈិញហាននោះគឺវាមិនអាចទៅណាបានឆ្ងាយទេពួកយើងទៅតាមវាទៅទ្រូល្អតាមវាទៅអនុតមេតាជួយខ្ញុំផងខ្ញុំដាច់បាយ3 4 5ថ្ងៃហើយម្សិលមកចូលការ៉ាអូខេអស់លុយលីងស្រីបោកកាពីម្សិលអីក៏វេទនាចឹងនេះក្លៀនខ្លាំងណាស់អស់កម្លាំងណាស់លោកអើយអស់កម្លាំងខ្លាំងណាស់ស្រេកទឹកទៀត
ខ្ញុំមិនដែលរំពឹងថានឹងឃើញជនរងគ្រោះមហន្តរាយបែបនេះទេមានក្មេងមនុស្សចាស់ជរាដូចជានៅក្នុងប្រទេសខ្ញុំអញ្ចឹងពេលដែលជនភៀសខ្លួនត្រូវរត់ខ្ចាត់ខ្ចាយចោលស្រុកកំណើតនៅពេលដែលពួកអាស៊ានវាមកឈ្លានពានប្រជាជនភៀសខ្លួនរស់នៅចង្វេតតានីជួយផងជួយផងអេណែពិតជាក្តាំងខ្លួនខ្លាំងណាស់ដោយសារតែគ្មានអាហារហូបជាច្រើនថ្ងៃទើបកម្លាំងខ្សោយបែបនេះខ្ញុំត្រូវទៅជួយគេសិនពិតជាក្តាំងខ្លួនខ្លាំងណាស់ដោយសារតែគ្មានអាហារហូបជាច្រើនថ្ងៃទើបកម្លាំងខ្សោយបែបនេះខ្ញុំត្រូវទៅជួយគេសិនបងថ្លៃពេលនេះពួកយើងអាចមើលថែខ្លួនឯងបានតែប៉ុណ្ណោះបងមើលសភាពរបស់គាត់ចាស់សូម្បីតែខ្លួនឯងក៏ជួយមិនរួចផងយើងមិនមានពេលជួយគាត់ទេតាំងពួកយើងទៅមុខទៀតមិនបានទេមិនអាចទុកម្នាក់នេះចោលបានទេត្រូវតែជួយគាត់ខ្ញុំមិនអាចឈរមើលឃើញគាត់ស្លាប់ដោយចំពោះមុខបែបនេះទេហើយចុះពួកយើងគួរជួយគាត់របៀបម៉េចប្រព័ន្ធតើមានអ្វីដែលអាចជួយមនុស្សបានទេអូយ៉ាសត្រូវត្រង់កម្លាំងកម្រិតបឋមក្រមអាចស្ដារកម្លាំងឡើងវិញព្យាបាលជំងឺទូទៅប្រាប់បន្ទុកផ្ញើផ្អើល10បន្ទុកការបដោទេផ្លាស់ប្ដូរការបដោបានជោគជ័យបន្ទុកផ្ញើផ្អើលនៅ355បន្ទុកហ៎បងថ្លៃតើបងឲ្យគាត់ហូបអីគេនឹងថ្នាំទឹកមែនទេប្រកាសហើយគឺជាថ្នាំទឹកណាមិនមែនជារបស់ស្អាតទេដឹងអីបងថ្លៃដោយសារតែចេញមកប្រញាប់ពេកមិនបានយកថ្នាំសកៅមកជាមួយទេពេលនេះសូម្បីតែខ្លួនយើងក៏ពិបាកជួយផងមានពេលណាជួយយកអាសាអ្នកដទៃនោះបងមើលសភាពគេចាស់មានតែពឹងលើខ្លួនឯងទេពួកយើងទៅមុនទេហ៎អូអរគុណលោកម្ចាស់ដែលបានជួយជីវិតខ្ញុំនាងខ្ញុំលីហុងសូមអរគុណលោកម្ចាស់ណាលោកបានជួយខ្ញុំចាប់ពីពេលនេះតទៅជីវិតរបស់ខ្ញុំជារបស់លោកម្ចាស់ហើយក៏ពិតម្នាក់នេះគឺជាមនុស្សស្រីទេចុះហេតុអីបានជាគេតបតែងខ្លួនជាមនុស្សប្រុសអញ្ចឹងមកក្រកឡើងត្រូវហើយហេតុអីបានជានាងស្លៀកពាក់បែបជាមនុស្សប្រុសអញ្ចឹងនាងមើលទៅចុះនៅក្នុងសម័យគ្រោះទុរភិក្សបែបនេះហេតុអីបានជាចវាយខាត់ចវាយស្រុកមកខ្វល់អញ្ចឹងលោកម្ចាស់ដ៏មានគុណខ្ញុំជម្រាបលោកទៅចុះខ្ញុំគឺជាអ្នកស្រុកវៃឆឹងនៅពេលដែលមានគ្រោះទុរភិក្សកាត់ឡើងនោះទីក្រុងខ្វះស្បៀងអាហារសម្រាប់ចែកជូនប្រជារាស្ត្រលោកមេក្រុមចង្រៃនោះមិនត្រឹមតែមិនបាក់ចង្រុកដើម្បីចែកស្បៀងឲ្យប្រជារាស្ត្រនោះទេថែមទាំងនាំពួកទាហានប្លន់ផ្ទះអ្នកស្រុកជាពិសេសពួកមន្ត្រីធ្វើបាបប្រជារាស្ត្រខ្លាំងណាស់មានប្រជារាស្ត្រជាច្រើនរត់ចោលស្រុកប្រជារាស្ត្រស្លាប់អស់សល់មកដល់ពាក់កណ្ដាលផងខ្ញុំប្រឡំខ្លួនធ្វើជាមនុស្សប្រុសដើម្បីទៅរកជំនួយនៅក្រុងលីនមិននឹកស្មានថាខ្លួនឯងស្ទើរតែស្លាប់តាមផ្លូវទេពុតជាត្រូវហើយមនុស្សជាច្រើនយ៉ាងហោចណាស់ក៏សល់ពាក់កណ្ដាល 50000 នាក់ដែរគ្រោះមហន្តរាយនេះសម្រាប់គេគឺជាគ្រោះចង្រៃប៉ុន្តែសម្រាប់យើងបើយើងបានជួយមនុស្សច្បាស់ជាបន្ទុកកាន់ឡើងចង់ទិញអ្វីក៏បានដែរអេបងថ្លៃមេស្រុកវៃឆាំងគេរត់បាត់ទៅហើយពេលនេះនៅសល់តែជនភៀសខ្លួនតែប៉ុណ្ណោះដូច្នេះកន្លែងនេះគ្រោះថ្នាក់ណាពួកយើងទៅកន្លែងផ្សេងតែល្អជាងមិនចាំបាច់ទេពួកយើងទៅក្រុងវៃឆឹងតែម្ដងកំលឿនពេកប្រយ័ត្នបន្តិចអត់បាយ3 4 5ថ្ងៃអត់ទាន់ងាប់ទៀតអូយឃ្លានបាយណូឃ្លានទាំងទឹកទៀតលីហុងនាងទៅប្រមូលជនភៀសខ្លួននឹងមកប្រាប់ជនភៀសខ្លួននោះថាឈិញហៅខ្ញុំនឹងផ្ដល់ស្បៀងឲ្យពួកគេម្នាក់បានគ្រប់គ្នាទាំងអស់នឹកឃើញទស្សនភាពនៅក្នុងការចែកស្បៀងនៅក្នុងសង្គ្រាមឈ្លានពានអាចោសៀមហើយនឹងខ្មែរមានតារាល្បីជាច្រើនអ្នកជួយជនភៀសសិនអ្នកខ្លះមិនបានជួយទេប៉ុន្តែពូកែទិសលោកម្ចាស់លោកពិតជាអាចចែកទានជួយសង្គ្រោះជីវិតមនុស្សមែនទេលោកពិតជាអ្នកជួយសង្គ្រោះជីវិតមនុស្សពេញទីក្រុងមែនខ្ញុំសូមតំណាងឲ្យបងប្អូនរបស់យើងនៅវ័យឆឹងរាប់ពាន់រាប់ម៉ឺននាក់អរគុណលោកម្ចាស់ជម្រាបលោកតាមត្រង់ទៅចុះរឿងដល់កូនចៅដើម្បីយកអាហារនោះខ្ញុំឃើញរាប់មិនអស់ទេសែនសង្វេគណាបើគុំទៅលោកម្ចាស់បានជួយខ្ញុំប្រហែលជាគ្មានសង្ឃឹមរស់ទេមិនអីទេឆាប់ទៅហៅមនុស្សមកហើយកាន់តែច្រើនកាន់តែល្អខ្ញុំជួយពួកគេដោយស្ម័គ្រចិត្តពេលនេះប្រទេសជាតិកំពុងតែមានគ្រោះទុរភិក្សខ្ញុំឈិនហៅឃើញបែបនេះហើយពិតជាមិនអាចទ្រាំបានទេម្ចាស់ប្រព័ន្ធទទួលបានការផ្ញើផ្អាកពីលីហុងនិងប្អូនថ្លៃស្រី5នាក់បន្ទុកផ្ញើផ្អាកកើនឡើង60បន្ទុកនៅសល់215បន្ទុកប្រសើរណាស់បើលោកម្ចាស់មានប្រសាយ៉ាងនេះខ្ញុំតែឲ្យប្រជាជនមកភ្លាមលោកម្ចាស់រងចាំដំណឹងល្អពីខ្ញុំបងថ្លៃនេះតើបងគិតពីអីគេនឹង
មានប្រជាជនរាប់ម៉ឺននាក់មិនមែនតិចទេសូម្បីតែពួកយើងមិនតាន់មានកន្លែងស្នាក់នៅពិតប្រាកដនិងមិនតាន់មានស្បៀងអាហារនៅឡើយទេពួកយើងមិនដឹងថាតើណាផងបានមកពីណាឲ្យគេត្រូវឲ្យបងថ្លៃពេលនេះពួកយើងប្រញាប់រត់ទៅល្អជាងបើជនភៀសខ្លួនមកទីនេះហើយយើងគ្មានអីឲ្យគេហូបនោះគេច្បាស់ជាឈួតឡាប់សម្រាប់ពួកយើងជាមិនខាន ទៅភ័យស្អីទៅខ្ញុំមានប្រព័ន្ធជួយហើយនោះបានហើយឈប់ព្រួយបារម្ភទៅជន់ឡានបងប្អូនទាំងអស់គ្នាខ្ញុំនិយាយម៉ាត់តាគឺម៉ាត់នឹងហើយខ្ញុំនឹងធ្វើឲ្យពួកគេមានអាហារហូបចុកគ្រប់គ្រាន់ស្រីចង្រៃយើងចំណាយប្រាក់ច្រើនណាស់ទៅលើឯកឆាប់ទៅរកអតិថិជនយកប្រាក់មកឲ្យយើងមកបើមិនចឹងទេឯងច្បាស់ជាត្រូវថ្មោហើយបើអញ្ចឹងយើងនឹងសម្លាប់បាត់ដៃរបស់នេះចោលតែម្ដង អើយកុំអីខ្ញុំសំវរកុំធ្វើបាបម៉ែរបស់ខ្ញុំអីណាចាំខ្ញុំទៅលោកម្ចាស់ខ្ញុំទៅ ល្អទាំងអស់គ្នានេះជាមន់ថ្មីដែលខ្ញុំទើបតែយកមកតម្លៃខ្លួននាងគ្រាន់តែបន្តិចបន្តួចតែប៉ុណ្ណោះទេមាននរណាត្រូវការតិចទេឈប់សិន